សូមស្វាគមន៍ការមកកាន់និទានរឿងខ្មោចរឿងផ្ទះចាស់ក្នុងភូមិដាច់ស្រយាលកាលពីព្រេងនាយមានភូមិចាស់មួយឈ្មោះភូមិអូជ្រៅជាភូមិដែលស្ងប់ស្ងាត់មួយកន្លែងនៃប្រទេសកម្ពុជាមានផ្ទះចាស់មួយស្ថិតនៅក្នុងភូមិផ្ទះនោះគេនិយាយរឿងរ៉ាវតៗគ្នាថាមានខ្មោចរស់នៅក្នុងផ្ទះចាស់នោះនៅក្នុងផ្ទះមានទ្រព្យសម្បត្តិនិងភូមិព័ទ្ធដោយព្រៃស្មៅជ្រៅមេងវ័យជំទង់ក្នុងភូមិឈ្មោះសុភារតនានិងបូរ៉ាជាបងប្អូនជិតដិតនឹងគ្នាតែងតែសម្លឹងទៅផ្ទះចាស់នោះពេលដើរកាត់ផ្លូវទៅចំការពួកគេពិភាក្សាគ្នាទៅវិញទៅមកសុភាលាន់មាត់ថាអាយ៉ាបើអញ្ចឹងប្រកាសជាមានខ្មោចមែនទេយើងគួរតែចូលទៅមើលឲ្យដឹងរតនាក៏និយាយសូមទោសខ្ញុំសង្ឃឹមថាមិនត្រូវជួបរឿងរ៉ាវអ្វីឡើយបូរ៉ាក៏និយាយបើអ្នកទាំងពីរខ្លាំងមិនខ្លាចខ្ញុំនឹងទៅជាមួយអ្នកតែកុំបោះបង់ខ្ញុំចោលកណ្ដាលផ្លូវនៅចុងសប្តាហ៍នេះពួកគេសម្រេចចិត្តទៅបន្ទាប់មកពីពេលថ្ងៃរៀបលិចពួកគេចូលព្រៃបំបែកស្លឹកឈើនិងទឹកបានបិទផ្លូវពពកចាប់ផ្ដើមរសាត់ទឹកខ្យល់ត្រជាក់គួរឲ្យព្រួចខ្យល់យឺតបក់ក្រណាត់ធ្លាក់ព្រិលមកលើមុខពួកគេនៅមុខផ្ទះចាស់មានអ្វីមួយបង្ហាញខ្លួននៅចំពោះមុខហើយបងអួចបានបាក់ខូចទ្វារចាស់ដែលបើកបិទដោយខ្យល់សំឡេងអថកំបាំងចេញពីខាងក្នុងផ្ទះមកសុភាប្រើចង្កៀងតូចទៅមុខហើយនិយាយថាកុំភ័យខ្លាចដើរទៅមុខទាំង3នាក់ជឿជាក់ក្នុងចិត្តបើកទ្វារផ្ទះចាស់ចូលទៅក្នុងផ្ទះសុភាក៏និយាយទោះបីជាខ្លាចក៏ដោយក៏បង្ហាញភាពរឹងមាំដែរសម្រេចមកហើយយើងមិនអាចថយក្រោយបានទេត្រូវតែដឹងឲ្យបានពេលពួកគេដើរទៅបន្ទប់ជាន់ក្រោមមួយផ្សេងទៀតមានប្រអប់ឈើមួយគួរឲ្យចាប់អារម្មណ៍ប្រអប់នោះមានក្រដាសបិទជិតលើសរសេរថាកុំបើកសម័យកាលនៃការចាក់សោរក្សាទុកជាបន្តបន្ទាប់សុភាបោះបង់ការស្ទាក់ស្ទើរហើយក៏អស់សំណើចថាវាហាក់ដូចជារឿងល្ខោននាងក៏បើកប្រអប់នោះភ្លាមខ្យល់ត្រជាក់គួរឲ្យភ័យខ្លាចត្រជាក់ស្រាញចេញពីក្នុងប្រអប់មានសំឡេងស្រាកដូចជាមនុស្សស្រីស្រែកយ៉ាងយឺតព្រិលខ្មៅចេញពីលើសៀវភៅចាស់មួយសៀវភៅនោះសរសេរដោយអក្សរឈាមអ្នកទាំង3ចាប់ផ្ដើមព្រឺព្រួចពីរភពខ្មោចភ្លាមនោះដំបូលផ្ទះក៏ចាប់ផ្ដើមកូតកែវទាំងជញ្ជាំងធ្វើសំឡេងក្រម៉ក់ដូចជាអស់សង្ឃឹមជ្រុលទៅត្រង់
រកពួកគេបូរ៉ាក៏ស្រែករត់ទៅពួកគេរត់ទៅជាន់លើតែស្មានមិនដល់ទេថាបន្ទប់ខាងលើពោពេញទៅដោយស្រមោលខ្មោចពួកគេឃើញស្រីម្នាក់ប្រុសម្នាក់ឈរដើរយឺតទៅរកពួកគេបូរ៉ាក៏ថយក្រោយប៉ុន្តែជាន់ជើងទៅលើក្តារសំប៉ែតធំសុភាក៏កាន់ដៃរតនាឲ្យរត់ជាមួយគ្នាយ៉ាងលឿនពេលនោះក៏ជាពេលដែលពួកគេដឹងថាមិនមែនគ្រាន់តែជារឿងនិទានទេវាជាការពិតបន្ទាប់ពីរត់ឡើងជាន់លើពួកគេជាន់ចំរូងជាមួយស្រមោលខ្មោចព្យាយាមរត់វិលរកផ្លូវចេញតែទ្វារដែលពួកគេធ្លាប់បានចូលបានចាក់សោដោយខ្លួនឯងអ្វីនៅក្នុងផ្ទះដើរបានដូចជាមនុស្សមានជីវិតអញ្ចឹងដែរសុភាបូរ៉ានិងរតនាខកចិត្តយ៉ាងខ្លាំងទាំងព្យាយាមច្របាច់ទ្វារបើកប៉ុន្តែទ្វារមិនបើកឡើងសោះបន្ទាប់មកសំឡេងត្រង់ខាងក្រោយនាំឲ្យពួកគេស្រាវចិត្តទៀតអ្នកចូលមកដើម្បីស្នាក់នៅជាមួយយើងសរុបអស់ពេលជាអនិន្ទ្រាសុភាទទួលបានគំនិតថាប្រអប់ដែលពួកគេបើកក៏ជាសោដែលបើកភពខ្មោចហើយពេលនោះវាបង្ខំឲ្យពួកគេស្នាក់នៅជាមួយវាបូរ៉ាជូតទឹកភ្នែកយើងមិនចង់នៅទីនេះទេខ្ញុំគ្រាន់តែចង់ត្រឡប់ទៅផ្ទះវិញរតនាបញ្ជាក់ថាប្រហែលមែនហើយត្រូវបិទប្រអប់វិញដើម្បីបិទច្រកខ្មោចពួកគេចាប់ផ្ដើមស្វែងរកប្រអប់ឈើឡើងវិញក្នុងផ្ទះងងឹតហើយមានស្រមោលកំពុងតាមពួកគេសំឡេងសើចស្រឡាញ់យើងសូរសំឡេងជើងដើរយឺតពីជុំវិញខ្យល់ត្រជាក់ផ្លាស់បាសសក់សុភាប្រើចង្កៀងកាត់ពពកព្រឺព្រួចហើយរកឃើញប្រអប់នៅក្បែរទំនប់ធំមួយនាងបិទប្រអប់នោះយ៉ាងមាំមួនហើយសូត្រថាសូមសង្គ្រោះយើងសូមអភ័យទោសពេលបិទប្រអប់បានខ្យល់ត្រជាក់ក៏ត្រឡប់បែរសូរសំឡេងខ្មោចចាប់ផ្ដើមតិចបានទៅជាស្ងប់ស្ងាត់ពេលនោះទ្វារចាស់បើកផ្អៀងវិញពួកគេស្ទើរមិនអាចនឹកគិតបានតែពួកគេចាប់ដៃគ្នារត់ផុតចេញពីផ្ទះពេលនោះព្រះអាទិត្យទើបមានពន្លឺផ្កាភ្លឺលើភូមិមួយទៀតតែពួកគេអាចចងចាំបានទេថាពេលពួកគេបើកប្រអប់ម្ដងទៀតនឹងមានរឿងអ្វីកើតឡើងឬតើខ្មោចកំពុងតែរង់ចាំពួកគេវិញម្ដងទៀតឬ
បន្ទាប់ពីរត់ចេញពីផ្ទះចាស់បានសុភាបូរានិងរតនាសង្ឃឹមថាពួកគេគេចខ្លួនបានហើយតែពេលពួកគេដើរតាមផ្លូវចំការត្រឡប់ទៅភូមិពពកក៏ចុះអាប់មកព័ទ្ធជុំវិញផ្ទះក៏វែងហើយវិកដើរទៅលែងដូចទម្លាប់ពិភពដែលពួកគេកំពុងដើរមើលទៅក៏មិនមែនភូមិអូរជ្រៅទៀតទេបូរាលាន់មាត់ថាអាយ៉ានេះគឺជាកន្លែងណារតនាក៏និយាយយើងនៅក្នុងពិភពខ្មោចហើយនៅមុខពួកគេបង្ហាញផ្ទះចាស់ចាស់ជាច្រើនរឹតតែមើលទៅកាន់តែអាក្រក់ជាងផ្ទះចាស់ដែលពួកគេចូលដំបូងនៅជាប់ផ្ទះនោះមានមនុស្សនិងស្រមោលខ្មោចកំពុងរត់លេងនិងសំឡេងនិយាយគ្នាសុភាក៏ប្រើចង្កៀងពិភពនោះតែពន្លឺវាភ្លឺមិនខ្លាំងចំពោះពួកគេពេលនេះអត់មានសង្ឃឹមអ្វីទៀតទេបូរាសូត្រធម៌ថាយើងត្រូវរកពិធីផ្សងយើងត្រូវរកពិធីផងដើម្បីត្រឡប់ទៅវិញពួកគេចាប់ផ្ដើមស្វែងរកផ្លូវចេញតែគ្រប់ផ្លូវសុទ្ធតែភក់ឬបាត់បង់ទៅក្នុងភាពងងឹតពេលនោះមានតែម្ដងមនុស្សចាស់ម្នាក់ឈរនៅកណ្ដាលផ្លូវគេពាក់សម្លៀកបំពាក់ខ្មៅហើយដាក់បាំងមុខមិនឲ្យឃើញស្បែកសាច់មនុស្សចាស់នោះនិយាយដោយសំឡេងក្រាស់ក្រាស់ថាចង់ត្រឡប់ទៅវិញមែនទេត្រូវសង្រួមអំពើកន្លងមកសូមអភ័យទោសឲ្យអស់ពីចិត្តពេញលេញបើមិនដូច្នោះទេនឹងស្នាក់នៅទីនេះរហូតហើយសុភាជាអ្នកមិនខ្លាចបង្ហាញពីចិត្តក្នុងការនិយាយយើងសូមអភ័យទោសយើងមិនគួរចូលផ្ទះនោះទេយើងមិនបានគោរពទេយើងសូមអព្យាស្រ័យបូរានិងរតនាស្រក់ទឹកភ្នែកធំនិយាយថាសូមទោសសូមអភ័យទោសបន្ទាប់មកមនុស្សចាស់នោះយកឈើកាត់មួយយ៉ាងពិសេសសរសេរអក្សរបនលើត្រឡប់ទៅតែឲ្យចងចាំពិភពនេះនៅតែមានពេលភ្លាមនោះក៏ឈឺចាប់ដូចមនុស្សកំពុងដាច់ចិត្តពួកគេបានត្រឡប់ទៅផ្លូវភូមិវិញពពកព្រឺព្រួចលាយឡំរំពេចរលាយបាត់ទៅហើយថ្ងៃក៏ចាប់ផ្ដើមភ្លឺរះឡើងវិញពួកគេឈរអស់កម្លាំងនៅចំមុខផ្ទះចាស់ដែលពួកគេចូលដំបូងប៉ុន្តែពេលនេះផ្ទះនោះមិនមានទៀតទេតែសរសៃស្មៅនិងចំហៀងឥដ្ឋពណ៌ជ្រឹងបន្តិចនៅសល់បង្ហាញថាវាបានបាត់ទៅក្នុងពិភពនោះ
ជារៀងរហូតវាបានបាត់ទៅក្នុងពិភពនោះជារៀងរហូតបន្ទាប់ពីកើតហេតុភ័យរន្ធត់នោះពេលពួកគេត្រឡប់មកភូមិបានដើរឆ្ងាយទៅដល់ផ្ទះកូនខ្នើយរបស់សុភាទោះមានពន្លឺថ្ងៃហើយបេះដូងរបស់ពួកគេក៏នៅតែធ្លាក់ទឹកចិត្តពួកគេអង្គុយស្ងៀមស្ងាត់ពុំមាននរណានិយាយអ្វីឡើយបូរាប្រាប់អ្នកទាំងអស់គ្នាថាយើងស្ថិតក្នុងភពនោះមែនទេវាមិនមែនជាសុបិនទេរតនានិយាយស្ទើរតែរំភើបខ្លាំងតើអំពីភពខ្មោចនេះមនុស្សផ្សេងទៀតដឹងឬទេពួកគេចាប់ផ្ដើមសម្របខ្លួនហើយសន្យាគ្នាថាមិនចូលផ្ទះចាស់ឬបើកអ្វីក៏ដោយគ្មានការគោរពទៀតទេពួកគេដឹងហើយថាជីវិតមានអ្វីខ្លះនៅក្រៅពីអ្វីដែលភ្នែកបានឃើញតែថ្ងៃបន្ទាប់មកពេលសុភាដើរឆ្លងកាត់ផ្សារក៏មានអ្នកលក់ក្មេងស្រីម្នាក់សើចប្លែកហើយយកប្រអប់ឈើតូចមួយទៅផ្ដល់ឲ្យនាងលើប្រអប់នោះមានស្លាកសរសេរថាសម្រាប់អ្នកដែលបានឆ្លងកាត់ពិភពនោះហើយការត្រឡប់មកវិញមិនទាន់ចប់នៅឡើយសុភាឈរតាំងមើលប្រអប់នោះហើយគ្មានភាពប្រាកដចិត្តថាតើគូធ្វើអ្វីបន្ទាប់រឿងផ្ទះចាស់ចុងភូមិដាច់ស្រយាលសន្មតថាបញ្ចប់ដោយសង្ខេបខ្លីប៉ុណ្ណេះសូមបងប្អូនទាំងអស់គ្នាចាំតាមដានទស្សនានិងសន្តាប់នៅវីដេអូរឿងនិទានខ្មោចបន្តទៀតសូមអរគុណ